ហើយអ្វីការធ្វើតេស្តរោគជំងឺមហារីកតាមរយៈសិទ្ធិ DNA កំពុងពេញនិយមនាពេលបច្ចុប្បន្ននេះការរកឃើញជំងឺមហារីកតាមរយៈ circulating tumor DNA កំពុងក្លាយជាវិធីសាស្ត្រពេញនិយមខ្លាំងពីព្រោះវាអាចជួយរកជំងឺមហារីកបានឃើញឆាប់និងមានភាពងាយស្រួលដោយប្រើប្រាស់តែសំណាក់ឈាមប៉ុណ្ណោះសិទ្ធិ DNA គឺជាបំណែកតូចៗនៃ DNA ដែលបញ្ចេញពីកោសិកាមហារីកចូលទៅក្នុងចរន្តឈាមខាងក្រោមនេះគឺជាមូលហេតុសំខាន់ដែលធ្វើឲ្យសិទ្ធិ DNA testing ទទួលបានការចាប់អារម្មណ៍ខ្លាំង1ការរកឃើញជំងឺមហារីកបានឆាប់រហ័សការធ្វើរោគវិនិច្ឆ័យជំងឺមហារីកតាមបែបបុរាណភាគច្រើនពឹងផ្អែកទៅលើរោគសញ្ញាឬការថត scan ដែលអាចរកឃើញនៅដំណាក់កាលយឺតតែសិទ្ធិ DNA អាចសម្គាល់ការប្រែប្រួលនៃ gen ដែលទាក់ទងទៅនឹងជំងឺមហារីកមុនពេលរោគសញ្ញាបង្ហាញ2មិនចាំបាច់វះកាត់ជំនួសឲ្យការវះកាត់ឬការយកជាលិកាមកពិនិត្យការធ្វើតេស្តសិទ្ធិ DNA គ្រាន់តែយកឈាមមួយទីប៉ុណ្ណោះវាមានសុវត្ថិភាពងាយស្រួលនិងផ្ដល់ផាសុកភាពដល់អ្នកជំងឺ3អាចស្វែងរកជំងឺមហារីកបានច្រើនប្រភេទតែសិទ្ធិ DNA ទំនើបមួយចំនួនប្រើប្រាស់បច្ចេកវិទ្យា AI និង genome sequencing ដើម្បីស្វែងរកសញ្ញាមហារីកប្រភេទផ្សេងៗនៅក្នុងពេលតែមួយរួមមានមហារីកសួតមហារីកពោះវៀនធំមហារីកសូដន់មហារីកថ្លើមមហារីកលំពែងមហារីកអូវែមហារីកក្បាលនិងកមហារីកបំពង់អាហារមហារីកទឹកប្រមាត់និងមហារីកក្រពះ4បច្ចេកវិទ្យាមានការរីកចម្រើនការអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យា Next Generation Sequencing Whole Genome Sequencing Artificial Intelligence Bioinformatics បានធ្វើឲ្យការធ្វើតេស្តសិទ្ធិ DNA មានភាពច្បាស់លាស់និងមានសុវត្ថិភាពជាងមុន5ការស្រាវជ្រាវនិងការវិនិយោគកំពុងកើនឡើងក្រុមហ៊ុនវិជ្ជវិទ្យាសាស្ត្រធំៗនិងមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើនកំពុងវិនិយោគយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាមួយនេះដែលធ្វើឲ្យយើងយល់ដឹងនិងមានការប្រើប្រាស់សិទ្ធិ DNA testing កាន់តែទូលំទូលាយនៅទូទាំងពិភពលោក